ខ្ញុំទិញលក្ខរីមកមួយដុំនេះបងប្អូនគិតថាមកស្ងោរផឹកទឹកហើយតាមលោកគ្រូមហាវិទ្យាសាស្ត្រល្បីតាម Facebook ហ្នឹងគេប្រាប់ថាផឹកស្លឹកគ្រៃលាងជាតិពុលក្នុងខ្លួនដល់ពេលអញ្ចឹងហើយខ្ញុំជឿតាមគ្រូបុរាណទៅខ្ញុំក៏ទិញស្លឹកគ្រៃហ្នឹងយកមកលាងទឹកធ្វើតាមលោកគ្រូបុរាណម្ដងចាំមើលបានផលមែនឬហើយក៏ខ្ញុំលាងទឹកឲ្យស្អាតរួចហើយបានខ្ញុំយកមកហាន់ឲ្យខ្លីៗគេមានខ្ទឹមក្រហមគេមានស្លឹកគ្រៃគេមានស្លឹកតើយតែខ្ញុំអត់មានស្លឹកតើយទេខ្ញុំដាក់តែ2មុខទេបងអូនក្បួនគេឲ្យដាក់3មុខប៉ុន្តែខ្ញុំអត់មានស្លឹកតើយខ្ញុំដាក់តែ2ទេឥឡូវខ្ញុំចាប់ពីដើមកលចង្ក្រានហើយខ្ញុំចាក់ទឹក1លីត្រចូលឆ្នាំងខ្ញុំតូចដែរខ្ញុំចាក់បានតែ1លីត្រទេប៉ុន្តែមួយឆ្នាំងនេះខ្ញុំដាំបាន3ដងបងអូនបានអស់ជាតិខ្ញុំដាំ3ដងហើយខ្ញុំកត់ភ្លើងហើយក៏ខ្ញុំដាក់ដាំទៅឲ្យពុះដល់ពេលខ្ញុំដាំឲ្យពុះហើយបានខ្ញុំទុកឲ្យត្រជាក់ទៅខ្ញុំយកមកច្រកដបទុកឥឡូវខ្ញុំចាប់ពីដាំហើយ10នាទីហ្នឹងទឹកខ្ញុំចាប់ពីដាំពុះហើយឆ្នាំងភ្លើងវាលឿនទេឥឡូវក៏ខ្ញុំចាប់ពីដាំស្ងោរទឹកគល់អាក្រៃហ្នឹងគ្រាន់តែបើកឡើងបងអូនអើយនិយាយពីឈ្ងុយស្លឹកគ្រៃណាហើយយើងដាក់ក្រូចអីដាក់ផ្លែឡើងខ្ទឹមក្រហម2មើមទៀតផងក៏ចាឈ្ងុយទឹកឡើងប៉ាមអូបាត់គេថាលាងជាតិពុលក្នុងខ្លួនមែនហើយបងអូនអើយទឹកល្អណាស់ទឹកឡើងប៉ាមដែលយើងដាក់មើមខ្ទឹមចូលផងអញ្ចឹងណាឥឡូវខ្ញុំច្រកមួយកែវហ្នឹងឲ្យត្រជាក់សិនរួចហើយខ្ញុំទុកផឹកខ្លួនឯងឥឡូវនេះខ្ញុំចាប់ពីដើមដួសដាក់ទឹកដបទឹកក្រូចហ្នឹងខ្ញុំយកមកច្រកទឹកសុទ្ធឲ្យវាដាក់ដបទឹកសុទ្ធឲ្យពេញទៅខ្ញុំយកទៅខ្លះសេទូទឹកកកទុកផឹកនេះខ្ញុំធ្វើ3លីត្រប៉ុន្តែខ្ញុំផឹកអស់1លីត្រកន្លះហើយឥឡូវសល់1លីត្រកន្លះទេនេះខ្ញុំយកទៅដាក់ទូyenឲ្យត្រជាក់ហ្នឹងចាប់ពីដើមផឹកតអត់មានអានទេផឹករហូត